đấy từ nó ngon bao đấy ជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះគ្រាន់តែទៅពីការថតភ្លាមខ្ញុំពីអ្នកប្តីគឺថាមិននៅផ្ទះទេបងប្អូនអរគ្នាប្រត់ចេញមកក្រៅហ្មងហើយមកហ្នឹងគឺមកវាំងនឹងឯងនិយាយរួមទៅខានមកយូរហើយបងប្អូនអរគ្នាខានមកដូចជាខ្ទង់កន្លះឆ្នាំហើយទៅដឹងដោយសារតែយើងរវល់ថតផងរវល់រស់ស៊ីផងអីផងអញ្ចឹងអត់មានពេលមកទេបងប្អូនអរគ្នាចាឥឡូវនេះមុននឹងទៅដើរលេងខ្ញុំសុំមកញ៉ាំអីសិនបងប្អូនអរគ្នាដោយសារតែតាំងពីព្រឹកមកអត់ទាន់បានញ៉ាំអីទេតោះមកខ្ញុំក៏ចាប់ផ្ដើមកំងហើយថ្ងៃនេះខ្ញុំមកតែពីអ្នកកាមេរ៉ាមែនទេបងប្អូនអរគ្នាហើយអត់មានកម្រងទុកមុនទេគ្រាន់តែបងវ៉ាន់តម្លាក់ចូលនៅក្នុងក្រុមថាថតភ្លាមគឺមកផ្លែតតែម្ដងហើយពេលដែលយើងកំងហើយយើងមកអង្គុយចាំគេបងប្អូនអរគ្នាហើយខ្ញុំចាប់អារម្មណ៍ស្បែកហើយនឹងមុខខ្ញុំមែនទេបងប្អូនដោយសារតែមុខឡើងគីឡូឡើងចាញ់ចាំងហ្មងបងប្អូនហើយមកនឹងលាបតែ sunscreen Eva ហើយនឹងអបលឿនទិញទួយទេគឺងាយអត់សាប់ញ៉ាំច្រើនទេបងប្អូនអរគ្នាចានឹងឥឡូវនេះនំរបស់យើងហើយនឹង green tea របស់យើងបានមកដល់ហើយខ្ញុំញ៉ាំ green tea ជាមួយនឹងនំប៉័ងហើយបងហេញ៉ាំជាមួយនឹងនំប៉័ងហើយនឹងសូកូឡាក្លឹបហើយបើនិយាយពីនំប៉័ងនំខេកហ្នឹងញ៉ាំជាមួយនឹង green tea នឹងអូចាប់ជាតិគ្នាសាហាវហ្មងបងប្អូនអរគ្នាចានិយាយរួមទៅខ្ញុំចូលចិត្តខ្លាំងហ្មងបងប្អូនឃើញអត់ខ្ញុំញ៉ាំអស់ឡើងមកប្រអប់ហ្នឹងហ្មងចានឹងហើយបន្ទាប់ពីយើងញ៉ាំអីរួចរាល់ហើយយើងដើរមកកន្លែងព្រះអង្គដងកាលបងប្អូនអរគ្នាហើយដើរនឹងគូថាក្តៅខ្លាំងមែនទែនហ្មងហើយខ្ញុំទៅនឹងខ្ញុំថាទៅអត់ធូរទេបងប្អូនអរគ្នាប៉ុន្តែឃើញមនុស្សច្រើនពេកក៏មកបលែងចាប់វិញទៅហើយអាត្រង់កន្លែងនេះខ្ញុំចង់អត់សោះខ្លួនឯងនិយាយមែនបងប្អូនបលែងចាប់វាអត់ហោះហ្មងដល់ពេលបានមកសបបានវាហោះខ្ញុំស្មានដូចក្នុងវីដេអូកូនក្មេងដែលគេបលែងចាប់ទៅវាងាប់ហ៎ខ្ញុំយើងភ័យដែរចានឹងហើយបន្ទាប់ពីយើងបលែងចាប់បលែងអីហើយខ្ញុំក៏ដើរមកវាំងវិញបងប្អូនអរគ្នាឃើញព្រៀបច្រើនមែនទែនអញ្ចឹងហើយក៏ទិញចំណីព្រៀបដើម្បីដាក់ចំណីវាហើយបន្ទាប់មកយើងក៏ទិញបានហើយបងប្អូនអរគ្នាខ្ញុំទិញបាន3ថង់បើនិយាយពីមេឃវិញអូយក្តៅចាស់ហ្មងអញ្ចឹងបងប្អូនដែលមានកូនតូចកូនអីកុំទៅពេលថ្ងៃចប់បដ ாய் ដោយសារតែខ្ញុំអត់មានកម្រងទេអញ្ចឹងពេលខ្ញុំអត់មានកូនតូចអីខ្ញុំត្រូវមកហ្មងនិយាយរួមទៅខានឃើញទេសភាពបែបហ្នឹងយូរហើយបងប្អូនអរគ្នាដោយសារតែខ្ញុំរវល់ពេកយោតែបានសូវមកទេយូរអីខ្ញុំបានមកម្ដងហើយបងប្អូនអរគ្នាព្រមសូវមានពេលទៅនេះអញ្ចឹងសម្រាប់វីដេអូរបស់ខ្ញុំថ្ងៃនេះមានប៉ុណ្ណឹងទេបងប្អូនអរគ្នាបើស្រឡាញ់ចូលចិត្តវីដេអូរបស់ខ្ញុំកុំភ្លេច like និង follow page ម្នាក់មួយផងណាបងប្អូនជារៀងរាល់ថ្ងៃខ្ញុំតែងតែប្រើប្រាស់ជាមួយនឹងលេខការពារកម្ដៅថ្ងៃ brand Eva និយាយទៅលេខការពារកម្ដៅថ្ងៃហ្នឹងគឺជួយការពារស្បែកមុខយើងពីពន្លឺថ្ងៃបានល្អខ្លាំងមែនទែនហ្មងមិនថាបងប្អូនអរគ្នាធ្វើការនៅក្នុងម៉ាស៊ីនត្រជាក់ឬមួយក៏នៅក្រោមពន្លឺថ្ងៃច្រើនដូចខ្ញុំខ្ញុំ recommend ឲ្យបងប្រើទៅគឺថាល្អខ្លាំងមែនទែនហ្មងហើយសម្រាប់លេខការពារកម្ដៅថ្ងៃហ្នឹងវាមាន SPF 50 PA 4ជួយការពារស្បែកមុខយើងបានល្អខ្លាំងមែនទែនហ្មងនិយាយរួមទៅការពារស្បែកមុខយើងកុំឲ្យឡើងជាំអាចរយចាស់ជ្រុយមុនអាយុអីណាបងប្អូនអរគ្នាអូនិយាយមែនគឺថាល្អប្រើសាហាវហ្មងលាបទៅគឺចូលស្បែកមុខអស់ហ្មងបងប្អូននិយាយទៅអត់មានស្អិតបតេបតាកកឬមួយក៏ធ្វើឲ្យមុខយើងស្ព្រីស្ព្រួយអីទេដោយសារតែវាមានជាតិសេរ៉ូមជួយថែនឹងបំពន់ស្បែកមុខរបស់យើងបានល្អខ្លាំងមែនទែនហ្មងហើយបងប្អូនអាចមើលស្បែកមុខខ្ញុំបានពេលដែលយើងលាបហើយគឺថាត្រជាក់គីឡូបែបមានសំណើមហើយសម្រាប់ផលិតផលនេះដែរគឺជាផលិតផលរបស់ប្រទេសកូរ៉េបងប្អូនប្រើដោយទំនុកចិត្តនិយាយរួមទៅមិនភ័យថាខូចស្បែកមុខឯងបងប្អូនអរគ្នាប្រើបានទាំងប្រុសទាំងស្រីជាពិសេសក្មេងចាប់ពីអាយុ3ឆ្នាំឡើងទៅក៏អាចប្រើបានដែរកាន់តែពិសេសដែលតាក់ចិត្តឲ្យខ្ញុំប្រើរាល់ថ្ងៃបងប្អូននឹងអីដោយសារតែវាមានជាតិ primer លាបជារបាំងការពារស្បែកមុខកុំឲ្យខូចដោយសារគ្រឿង make up ផ្សេងនិយាយរួមទៅគឺល្អប្រើខ្លាំងហ្មងអញ្ចឹងសម្រាប់បងប្អូនដែលកំពុងតែស្វែងរកលេខការពារកម្ដៅថ្ងៃល្អការពារកម្ដៅថ្ងៃបានខ្ពស់កុំភ្លេចប្រើប្រាស់ជាមួយនឹងលេខការពារកម្ដៅថ្ងៃ brand Eva ទាំងអស់គ្នាណា